ការប្រកួតបាល់ទាត់រវាងបុគ្គលិក LORC ដែលមានការចូលរួមមកពី6ភូមិភាគនៃការិយាល័យទាំងអស់នៅទូទាំងប្រទេសនៅទីបំផុតបានឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពីរក្រុមចុងក្រោយគឺក្រុមភូមិភាគភ្នំពេញនិងក្រុមភូមិភាគបាត់ដំបងហើយជាលទ្ធផលក្រុមភូមិភាគភ្នំពេញទទួលបានចំណាត់ថ្នាក់លេខ1ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះត្រូវបានធ្វើឡើងនៅក្នុងទីលានតារាងបាល់ទាត់នៃវិទ្យាល័យច្បារអំពៅរាជធានីភ្នំពេញកាលពីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025ដោយមានការអញ្ជើញចូលរួមដោយលោកសុកវឿនប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LORC រួមជាមួយនឹងឧត្តមសេនីយ៍ឯកលឹមតុងហួតប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកសុកវឿនប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LORC បានគូបញ្ជាក់ថាការប្រកួតបាល់ទាត់រវាងបុគ្គលិក LORC សម្រាប់ឆ្នាំ2025បានចាប់ផ្ដើមតាំងពីខែកក្កដារហូតដល់ខែវិច្ឆិកានេះទើបរកឃើញម្ចាស់ជ័យលាភីលេខ1គឺក្រុមភូមិភាគភ្នំពេញលោកសុកវឿនបានគូបញ្ជាក់ថាកម្មវិធីប្រកួតបាល់ទាត់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងឲ្យបុគ្គលិក LORC ទាំងអស់ចូលរួមលេងកីឡាដើម្បីសុខភាពមានស្មារតីគាំទ្រស្រឡាញ់កីឡាបង្កើនភាពជិតស្និទ្ធនិងស្មារតីសាមគ្គីជាក្រុមរួមគ្នាធ្វើការដើម្បីរីកចម្រើនទៅមុខទាំងអស់គ្នាគោលបំណងរបស់យើងក្នុងការប្រកួតនៅក្នុងក្របខ័ណ្ឌ LOC Cambodia នេះទី1គឺយើងថាយើង build team work ដើម្បីឲ្យបុគ្គលិកទាំងអស់ជាពិសេសនៅតាមសាខានៅតាម region នីមួយៗគាត់មានទំនាក់ទំនងជាមួយគ្នាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាជា team work ណាទី2គឺតកតងនឹងបុគ្គលិកមានការ engagement ជាមួយគ្នានឹងផងដែរទំនាក់ទំនងគ្នាលើកទឹកចិត្តហើយនឹងមានការចូលរួមជាមួយគ្នាតកតងនឹងកន្លែងនេះហើយទី3គឺតកតងទៅនឹងសុខភាពផងដែរថាកីឡាគឺ normal នៅសុខភាព normal ទៅការសប្បាយរីករាយផងដែរដើម្បីវាជាការងារមួយដើម្បីកាត់បន្ថយ stress ឬក៏ចូលរួមកីឡានឹងផងដែរហើយបន្ថែមពីនឹងទៅទៀតផងដែរគឺយើង build culture មួយរបស់ក្រុមហ៊ុនរបស់យើងឲ្យរឹងមាំថាយើងមានផ្នែកពាក់ព័ន្ធទាំងអស់ប៉ុន្តែកីឡាយើងមិនអាចបោះបង់ចោលបានទេហើយជាពិសេសចុងក្រោយជាងគេគឺយើងមកតកតទៅនឹង networking របស់យើងទោះបីតាម region ក៏ដោយឥឡូវនេះ region ទាំងអស់រួមគ្នាបូកទាំងកាយឡៃកដាលគឺរួមទាំង LOC ទាំងមូលដើម្បីឲ្យបុគ្គលិកខ្លះដែលគាត់មានឱកាសដើម្បីតំណែងគ្នាកន្លងមកគឺថាអាចចូលមកជាមួយនឹងកីឡាគាត់អាចមានតំណែងគ្នាជិតស្និទ្ធជាមួយនឹងបុគ្គលិកទាំងអស់របស់ LOC ជាងប្រហែលជា 4000 នាក់បាទឧត្តមសេនីយ៍ឯកលឹមតុងហួតប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងដែរថា LORC តែងតែចូលរួមក្នុងសកម្មភាពជាច្រើនទាំងផ្នែកកីឡានិងការអប់រំពិសេសបានជួយអប់រំឲ្យពលរដ្ឋងាកមកលេងកីឡាដើម្បីសុខភាពនិងជៀសឆ្ងាយពីគ្រឿងញៀនដែលបំផ្លាញអនាគតហើយអ្វីដែល LORC បានកំពុងតែធ្វើនេះគឺលើកកម្ពស់វិស័យកីឡាផងលើកកម្ពស់វិស័យសុខភាពផងបាទ LORC តែងតែធ្វើការចូលរួមនៅក្នុងការងារសង្គមបានចូលរួមនៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនោះ LORC បានតែងតែចូលរួមជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺនៅលើការងារផ្សព្វផ្សាយអប់រំធ្វើយ៉ាងណាគឺឲ្យប្រជាពលរដ្ឋមានការយល់ដឹងបាទយល់ដឹងពីបញ្ហាគ្រឿងញៀនចាក់ឆ្ងាយពីគ្រឿងញៀនមិនទៅប្រើប្រាស់គ្រឿងញៀនបាទដែលបំផ្លាញទៅដល់សុខភាពរាងកាយក៏ដូចជាសុខភាពខួរក្បាលដូចគ្នាជាមួយគ្នានេះលោកសំដារាប្រធានភូមិភាគបាត់ដំបងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ LOC ទាំងអស់ដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីឲ្យបុគ្គលិកបានចូលរួមប្រកួតប្រជែងនិងបង្កើនស្មារតីសហការនិងសាមគ្គីគ្នាលោកសង្ឃឹមយ៉ាងមុតមាំថា LORC នឹងបន្តរៀបចំកម្មវិធីនៅឆ្នាំក្រោយៗទៀតជាចុងក្រោយក៏សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង LOC ទាំងអស់យ៉ាងជ្រាលជ្រៅដែលបានខិតខំក្នុងការបង្កើតនៅព្រឹត្តិការណ៍កីឡាបាល់ទាត់នេះឡើងហើយយើងសង្ឃឹមថានៅថ្ងៃខាងមុខនឹងមានកីឡាផ្សេងទៀតដើម្បីធ្វើឲ្យបុគ្គលិកយើងទាំងអស់គ្នាមានការសហការក៏ដូចជាមានការទំនាក់ទំនងល្អជាមួយគ្នាជាបន្ថែមទៀតបើតាមការបញ្ជាក់របស់លោកសុកវឿន LORC នឹងបន្តរៀបចំព្រឹត្តិការណ៍ប្រកួតកីឡារវាងបុគ្គលិក LORC នេះបន្តទៀតនៅឆ្នាំខាងមុខនិងបន្តបង្កើតឲ្យមានការប្រកួតកីឡាប្រភេទផ្សេងៗជាច្រើនទៀតដើម្បីឲ្យបុគ្គលិកចូលរួមលេងកម្សាន្តសម្រាប់សុខភាពនិងការពង្រឹងមិត្តភាពឲ្យកាន់តែស្អិតល្មួត LORC មិនត្រឹមតែជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប៉ុណ្ណោះទេប៉ុន្តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេមួយនេះក៏បាននឹងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការសង្គមជាច្រើនរួមទាំងវិស័យកីឡាអប់រំនិងសុខាភិបាល